đại lộc vừa đầm na từ tam phơi muối để khâu hầm pi tam là hà nó chứ nó tam là hà nó dịp phơi ra tới nó chứ nè tam là hà dịp phơi nó chia bà đệ bà tia nó tay chia mít ha bà đệ bà tia chia phơi nó nơi đây là miền từ đây bà sa từ ca trong ba là vậy muối nó dịp phơi tay dịp phơi từ ruột quạt đã nằm mau nó chia chỉ riêng mỏ nạ rươi mền đấy tay sam ma bà đệ bà tiaปัญญาได้ศึกษาក្នុងរូបធម៌និងនាមធម៌ឃើញច្បាស់នៅលក្ខណៈយ៉ាងណារបស់រូបធម៌និងនាមធម៌បញ្ញាដែលប្រតិជាសមាធិនេះគឺរមែងផ្ទុយគ្នាអំពីតណ្ហានាំសត្វលោកទៅរកភពតែមគ្គប្រកបដោយអង្គ8ប្រការមានសមាធិជាប្រធានគឺការយល់ត្រូវនេះណាគឺជាផ្លូវដែលនាំប្រគុណម្ចាស់ញាតិញោមនាំសត្វលោកចេញអំពីភពឃើញបញ្ច្រាស់គ្នាទេតណ្ហាគឺជាផ្លូវនាំសត្វលោកទៅរកភពទៅរកជាតិកំណើតតែសមាធិសម្មាបដិបទាគឺនាំប្រគុណម្ចាស់ញាតិញោមនាំសត្វលោកនេះចេញអំពីភពចេញអំពីខណ្ឌចេញពីជាតិកំណើតនឹងចឹងដូច្នេះប្រគុណម្ចាស់ញាតិញោមត្រូវតែធ្វើដំណើរចេញអំពីជាតិកំណើតទៀតក្នុងការដែលយើងមានជីវិតរស់នៅធម្មតានេះណាគឺជាការដែលត្រូវនៅក្នុងការបម្រើព្រះសម្មាសម្ពុទ្ធដោយទំនុកបម្រុងព្រះពុទ្ធសាសនាកិច្ចការងារដែលត្រូវធ្វើនឹងធ្វើហើយមិនមែនមិនធ្វើទេដូចជាការកសាងវត្តអារាមនៅក្នុងទីកន្លែងមួយយើងមិនមែនចេះតែធ្វើខ្លួនយើងមួយនឹងឬ2 3នាក់នឹងដើម្បីថាដើរធ្វើបានគ្រប់វត្តទេដូចជាគណៈកម្មការលោកអ៊ំអាចារ្យវត្តសំពៅមាសយ៉ាងក៏កសាងសេនាសនៈសាលារៀនអីសិក្សាធម៌វិន័យអីយ៉ាងណានៅក្នុងវត្តសំពៅមាសទៅកត់ទៅសាលាទៅព្រះវិហារទៅសាលារៀនស្ថាប័នអីហ្នឹងទៅមិនមែនយើងចេះតែដើរធ្វើគ្រប់វត្តទេពីព្រោះវាមិនមានសមត្ថភាពធ្វើហើយនៅវត្តដទៃក៏មានគណៈកម្មការអីចឹងទៅដើម្បីចាត់ចែងសាងសង់ធ្វើទៅទំនុកបម្រុងព្រះពុទ្ធសាសនាដើម្បីជាជំរកភិក្ខុសាមណេរដើម្បីជាទីកន្លែងសម្រាប់ឧបាសកបាសិកាសមាទានសិលអីចឹងទៅគោរពបូជាសពគ្រប់អញ្ចឹងតាមវត្តអារាមរៀងខ្លួនប៉ុន្តែកិច្ចការងារទាំងអស់នេះមិនមែនជារឿងដែលប្រព្រឹត្តទៅដើម្បីបរិពោធថោដែលជាអត្តរបស់តណ្ហាទេណាធ្វើប៉ុន្តែកុំឲ្យคล้ายទៅជាបរិពោធក្នុងទីនេះមិនមែនគ្រាន់តែថាធ្វើឲ្យសត្វបរិពោធទេណារឿងបរិពោធថោជាអត្តរបស់តណ្ហាចឹងណាជាអត្តរបស់តណ្ហាដែលជាសង្យោគថោគឺដោយអត្ថប្រកបសត្វទុកដូចចេះយើងទំនុកបម្រុងព្រះពុទ្ធសាសនាកាលណាបើប្រព្រឹត្តទៅនៅក្នុងចំណងរបស់មីនៅក្នុងអន្តិរបស់មីប្រព្រឹត្តទៅដើម្បីបរិពោធប្រព្រឹត្តទៅដើម្បីសង្យោគៈនោះគឺវានៅក្នុងការដែលយើងប្រកាន់មកមិនប្រព្រឹត្តទៅដើម្បីផុតស្រឡះចាក់ទុកទេឃើញនៅកិច្ចការងារដែលត្រូវធ្វើនោះណាធ្វើហើយតែឃើញថាការលើកតម្កើងជារបស់សំខាន់ដែលលើកតម្កើងជាការសរសើរឈ្មោះហ្នឹងលោកគណៈកម្មការអាចារ្យវត្តសំពៅនេះល្អណាស់ប្រហែលឆ្នាំហ្នឹងធ្វើសេនាសនៈបានឡើងសន្ធឹកអស្ចារ្យមិនមែនដើម្បីកន្លែងហ្នឹងទេណា